ជាបឋមខ្ញុំបានសូមគោរពជំរាបសួរដល់លោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានជំនួសជំហរខ្ញុំនឹងធ្វើការបញ្យល់អំពីការ set up នៅ DHCP server នៅលើ CentOS ដែលចំពោះចំណុចចាប់ផ្ដើមនេះគឺយើងធ្វើការ install ទៅលើ DHCP server package នៅលើ CentOS របស់យើងដែលយើងធ្វើការ install វាទៅដើម្បីយើងអាចធ្វើការ config និង enable ទៅលើDHCP service នៅលើCentOS របស់យើងបានអញ្ចឹងនេះពេលយើងវាយ command ហ្នឹងមកវានឹងធ្វើការ install នៅ DHCP server របស់យើងអញ្ចឹងយើងរងចាំវារហូតដល់វាពេញទៅហើយបន្ទាប់មកយើងក៏ទទួលបាន DHCP server របស់យើងអញ្ចឹងដើម្បីធ្វើការ set up នៅ server របស់យើងបានយើងនឹងធ្វើការប្រើប្រាស់នៅ configuration file ដែលយើងអាចធ្វើការរៀបចំបាននៅ DHCP server របស់យើងដែលយើងមានប្រើនៅលើ VI នេះគឺជាយើងទទួលបានបន្តមកទៀតយើងនឹងធ្វើការ config ទៅលើ DHCP server របស់យើងដោយយើងធ្វើការវាយនៅ command មួយចំនួនចំពោះទី1ហ្នឹងគឺយើងប្រើនៅ option domain name ដែល domain name នេះគឺជាឈ្មោះនៃ DHCP server របស់យើងដែលយើងអាចដាក់បានតាមឈ្មោះរបស់យើងក៏បានអីក៏បានដែរតែចំណុចត្រង់នេះខ្ញុំដាក់ទៅលើឈ្មោះរបស់ខ្ញុំគឺចុច lab ដើម្បីងាយស្រួលក្នុងការមើលចឹងទៅចំពោះបន្តមកទៀតយើងនឹងធ្វើការconfig ទៅលើ domain name server របស់យើងដែលជា DNS server ហ្នឹងដែលក្នុងនេះ domain name server ហ្នឹងយើងដាក់ដើម្បីឲ្យដឹងថាដើម្បីប្រាប់ទៅ client យើងថាតើ DNS server មួយណាដែល client របស់យើងប្រើប្រាស់អញ្ចឹងនៅក្នុងនេះខ្ញុំបានដាក់ឈ្មោះទេដោយក្នុង domain name របស់យើង server របស់ខ្ញុំហ្នឹងគឺដាក់ 8.8.8 ដែលវាធ្វើការ translate ពី domain name DNS server ហ្នឹងធ្វើការ translate domain name របស់យើងហ្នឹងទៅកាន់ IP វិញបន្តមកទៀតយើងធ្វើការ set នៅ default list time ដែល default list time ហ្នឹងគឺជាកន្លែងដែលប្រាប់ទៅ client ដែលប្រាប់ដែលឲ្យនៅ client នៅ IP address ហ្នឹងរយៈពេល600 seconds ហ្នឹងដឹងដែលវាស្មើនឹង10នាទីហើយបានន័យថាកន្លែង max default list time ហ្នឹងចំពោះ600 second ហ្នឹងបានន័យថាយើងធ្វើការឲ្យclient ហ្នឹងប្រើប្រាស់ IP address ហ្នឹងរយៈពេល600 second ហ្នឹងមុនពេលដែលវាត្រូវបានដូរថ្មីបន្ទាប់មកយើងក៏ដាក់នៅ max list time ដែលវាមានចំនួន7200 second ហ្នឹងដែលស្មើជាមួយនឹង2ម៉ោងដែលវាមានន័យថា server នឹងមិនអាចនឹងមិនធ្វើការឲ្យ IP ច្រើនជាងរយៈពេល2ម៉ោងហ្នឹងទេហើយចំពោះ authoritative វិញគឺជាយើងធ្វើការ declare ថា DHCP server ហ្នឹងគឺជា official DHCP server សម្រាប់ subnet ហ្នឹងហើយយើងមានដាក់ subnet mask របស់យើងគឺsubnet ហ្នឹងគឺចំពោះ IP គឺ 192.168.10.0 ហើយ net mask របស់យើងគឺ /24 ដែល 255.255.255.0 ហ្នឹងហើយជួបនៅក្នុង DHCP server របស់ខ្ញុំកំណត់ rank ពី 192.168.10.10 ហ្នឹងទៅដល់ 192.168.10.100 ក៏ប៉ុន្តែយើងអាចដាក់ទៅដល់ 254 ក៏បានដែរប៉ុន្តែខ្ញុំនេះជាឧទាហរណ៍ខ្ញុំដាក់ត្រឹមតែ100ទេហើយយើងមាននៅ broadcast address របស់យើងគឺ 192.168.10.255
ហើយមួយវិញទៀតគឺដើម្បីដាក់ broadcast address នេះគឺដើម្បីឲ្យដឹងថាតើbroadcast address ដែល packet វា send ហ្នឹងគឺជា broadcast address មួយណាគឺ broadcast address យើងបានដាក់ហ្នឹងហើយខ្ញុំបាន set នៅ default gateway ដែលនិយាយទៅវាជា static IP សម្រាប់ server យើងហ្នឹងគឺ192.168.10.1 ហ្នឹងដើម្បីឲ្យ DHCP client របស់យើងហ្នឹងដឹងថា traffic ហ្នឹងពេលដែល send ទៅគួរ send ទៅតាមណាអញ្ចឹងបន្ទាប់មកការ set up នៅ DHCP server របស់យើងវាមានតែប៉ុណ្្នឹងហើយយើងនឹងធ្វើការមើលពិនិត្យវាម្ដងទៀតថាវា IP របស់យើងត្រឹមត្រូវនៅ submit mask របស់យើងត្រឹមត្រូវអីនៅបន្ទាប់ពីប៉ុណ្្នឹងហើយយើងនឹងធ្វើការsave ទៅលើ configuration នៃ DHCP server របស់យើងហ្នឹងអូខេយើងបាន save ហើយអញ្ចឹងបន្ទាប់ពី save ហើយយើងនឹងដើម្បីបញ្ជាក់ថាតើ DHCP server ហ្នឹងយើងនឹងត្រូវអត់ហើយ IP យើងដាក់ឲ្យទៅលើ server របស់យើងហ្នឹងត្រូវអត់អញ្ចឹងដើម្បីបញ្ជាក់ចំណុចត្រង់ហ្នឹងយើងនឹងធ្វើការ check ទៅលើ IP របស់យើង IP ផុស DHCP server របស់យើងហ្នឹងអញ្ចឹងយើងឃើញហើយDHCP server របស់យើងមិញយើងដាក់ឲ្យហ្នឹងគឺ 192.168.10.1 ហើយយើងក៏បានឃើញនេះគឺ 192.168.10.1 ដែរអញ្ចឹងបន្ទាប់ពីអញ្ចឹងហើយយើងនឹងធ្វើការ enable ទៅលើ service start នៅ DHCP service របស់យើងហើយយើងប្រើ command នៅsystemctl enable now DHCPD ដែលយើងធ្វើការចាប់ផ្ដើមនៅ service ផុស DHCP របស់យើងហ្នឹងបន្តមកទៀតយើងនឹងអញ្ចឹង service របស់យើងក៏យើងបាន start ហើយអញ្ចឹងដើម្បីចង់តើ DHCP service របស់យើងហ្នឹងវាកំពុងតែ active ឬក៏ inactive អញ្ចឹងយើងនឹងធ្វើការ check ទៅលើ status របស់វាអញ្ចឹងដូចយើងបានឃើញយើងប្រើ command នៅ status DHCPD ហ្នឹងយើងបានឃើញថាវា active ហើយវា running អញ្ចឹងមានន័យថា server DHCP របស់យើងហ្នឹងវាកំពុងតែដើរហើយវាចាំតែ client request មកserver របស់យើងទេអញ្ចឹងបន្ទាប់មកទៀតដោយសារតែយើងខ្លាចថាពេលដែល client request មកគាត់អត់អាចទទួលបាន IP អញ្ចឹងយើងក៏ធ្វើការ open នៅ UDP port 67ហ្នឹងដែលជា firewall ហ្នឹងអញ្ចឹងពេលយើងបើក port ហ្នឹងហើយ DHCP server របស់យើងហ្នឹងអាចទទួលបាននៅ request ពីclient របស់យើងមកដោយសារបើសិនយើងអត់បើកអា firewall ដែលនៅក្នុងហ្នឹងទេដែលជា port 67ហ្នឹងទេពេលដែល client របស់យើង request មកកាន់ server ហ្នឹងវាន័យថាអា firewall ហ្នឹងវាធ្វើការកាត់ផ្ដាច់នៅការ request ចូលពីclient របស់យើងហើយចំណុចត្រង់នេះខ្ញុំវាយនៅ command call អញ្ចឹងវា error ប៉ុន្តែខ្ញុំបានសេរីហើយដោយសារអាកន្លែងហ្នឹងវាជា service វាមិនមែន serving ទេអញ្ចឹងមាន error កន្លែងហ្នឹងអញ្ចឹងអូខេបន្ទាប់ពីខ្ញុំបានវាយ command ហ្នឹងហើយវាលុតវាថា success បានន័យថាយើងបានបើកអា port 67យើងហើយអញ្ចឹង client អាច request ចូលបានហើយអញ្ចឹងប៉ុន្តែយើងក៏ត្រូវការឲ្យអា firewall ហ្នឹង run ដែរបើមិនជាវាអត់ run ទេពេលយើង reset ម្ដងទៀតវានឹងធ្វើការបិទបើក firewall ហ្នឹង client អត់អាច request ចូលបានទេអញ្ចឹងយើងប្រើ command មួយទៀតគឺ firewall cmd runtime to permanent ហ្នឹងដែលវានឹង save the firewall configuration របស់យើងហ្នឹងហើយចំណុចមួយទៀតយើងប្រើប្រាស់ទៅលើfirewall list service ហ្នឹងដែលវាមាន DHCP v6 client SA អីចឹងទៅយើងចង់ដឹងថាតើនៅក្នុង firewall របស់យើងហ្នឹងមាន service អីខ្លះហើយចំណុចត្រង់នេះយើងនឹងធ្វើការ view ថា IP ណាដែល server របស់យើងហ្នឹងបញ្ចេញឲ្យទៅ client របស់យើងដែលយើងដាក់នៅក្នុង file មួយហ្នឹងว่าlibdhcpd list ហ្នឹងចុច list ហ្នឹងតែចំណុចត្រង់នេះអត់មានទេបានន័យថាកន្លែងនេះយើងឃើញដំបូងអញ្ចឹងវាអត់មានវាឃើញអញ្ចឹងបានន័យថាវាអត់ទាន់មាន
IP client ណាមួយធ្វើការបញ្ចេញទៅឲ្យ client ទេបានន័យថា server យើងអត់ទាន់បញ្ចេញនៅ IP ណាមួយទៅឲ្យclient របស់យើងទេអញ្ចឹងកន្លែងនេះខ្ញុំនឹងធ្វើការ test នៅលើ Kali ដែលនៅក្នុង VMware ដូចគ្នាខ្ញុំអត់ប្រើ Windows ទេតែខ្ញុំនឹងធ្វើការrequest ទៅលើDHCP server របស់ខ្ញុំហ្នឹងដែលយើងនឹងធ្វើការrequest នៅ IP ចេញពី DHCP server នៅក្នុង channel S ដោយប្រើប្រាស់ទៅលើKali Linux ដែលយើងនឹងប្រើ command sudo dhc client ETH01 ដែលខ្ញុំឆែកនៅក្នុង IP address interface ហ្នឹងវាគឺ ETH0 ហ្នឹងអញ្ចឹងបន្ទាប់ហើយវានឹងធ្វើការ request អញ្ចឹងពេលនេះបន្ទាប់ពីយើងប្រើ command ហ្នឹងហើយវា Kali ហ្នឹងនឹងធ្វើការ request DHCP IP ចេញពី DHCP server របស់យើងនៅលើ channel S អញ្ចឹងយើងឆែកម្ដងទៀតយើងឆែកទៅលើ IP address interface របស់យើងម្ដងទៀតយើងនឹងឃើញនៅ IP ដែលវាទទួលបានគឺ 192.168.10.12 អញ្ចឹងចំណុចត្រង់ហ្នឹងយើងអត់ទាន់ច្បាស់ថាតើ Kali របស់យើងហ្នឹងប្រកាសជា request IP ហ្នឹងចេញពី DHCP server ដែលនៅលើ channel S របស់យើងអត់ទេអញ្ចឹងដើម្បីបញ្ជាក់ថាអាហ្នឹងវាកាន់តែច្បាស់ថាIP ដែលKali ទទួលបានហ្នឹងវាជា IP ដែលទទួលបានពីការ list ចេញពី DHCP server នៅលើchannel S របស់យើងហ្នឹងអញ្ចឹងធ្វើម៉េចដើម្បីយើងអាចបញ្ជាក់បានអញ្ចឹងដើម្បីយើងអាចបញ្ជាក់បានជាជំហានដំបូងយើងធ្វើការ ping សិនជាជំហានដំបូងយើងធ្វើការ ping ពី Kali Linux របស់យើងហ្នឹងទៅកាន់ IP របស់ DHCP server របស់យើងនៅលើ channel S ហ្នឹងអញ្ចឹងយើងធ្វើការ ping ទៅលើ IP 192.168.10.1 ដែលជា default router របស់channel S របស់យើងហ្នឹងអញ្ចឹងនេះគឺអ្វីដែលយើងទទួលបានគឺមានការ reply មកវិញការ reply មកវិញហ្នឹងបានន័យថា Kali send ធ្វើការ ping ដោយ send request ទៅកាន់DHCP server របស់យើងនៅលើ channel S ហើយ DHCP server លើ channel S របស់យើងមានការទទួលបានហើយក៏គាត់ធ្វើការ reply មកកាន់ Kali វិញអញ្ចឹងបានន័យថា network ទាំងពីរហ្នឹងគាត់មានការស្គាល់គ្នាហើយអញ្ចឹងវាជាជំហានមួយដែលបញ្ជាក់ថា Kali របស់យើងទទួលបាននៅ IP ចេញពី DHCP server ដែល service ដោយ channel S របស់យើងហ្នឹងប៉ុន្តែមួយជំហានទៀតដើម្បីឲ្យដឹងកាន់តែច្បាស់ថាតើវាពិតជាហ្នឹងមែនអត់តើIP ដែល Kali ទទួលបានហ្នឹងពិតជាទទួលបានពី DHCP server មែនអត់ហើយយើង cat បន្ទាប់ពី cat ហើយយើងនឹងទទួលបាននៅព័ត៌មានតាក់ទងមួយ IP ហ្នឹងអញ្ចឹងយើងច្បាស់ 100% ហើយថា Kali ទទួលបាន IP ពី DHCP server របស់យើងអញ្ចឹងចំណុចរបស់ខ្ញុំក៏បានមកទៅដល់ទីបញ្ចប់សូមអរគុណលោកគ្រូចំពោះការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមអរគុណលោកគ្រូ